កាលពីព្រេងនាយព្រះរាជកុមារព្រះថោងត្រូវបានព្រះបិតាដែលជាស្ដេចនគរឥណ្ឌាបណ្ដេញចេញពីរាជវាំងឲ្យនាំបរិវារចុះសំពៅធ្វើដំណើរផ្សងព្រេងតាមមហាសាគរក្រោយពីធ្វើដំណើរអស់ជាច្រើនខែសំពៅក៏បានរសាត់មកដល់កោះមួយដ៏ស្រស់បំព្រងដែលមានដើមធ្លកដ៏ធំដុះចំកណ្ដាលហៅថាកោះគោកធ្លកទីនេះស្រស់ស្អាតណាស់យើងនឹងបោះទីតាំងនៅទីនេះចុះព្រះអង្គនិងបរិវារបានរៀបចំសាងសង់ទីជម្រកនិងចាប់ផ្ដើមជីវិតថ្មីនៅលើទឹកដីដ៏មានជីជាតិនេះល្ងាចមួយទឹកសមុទ្របានស្រកទៅឆ្ងាយខុសពីធម្មតាបង្ហាញឆ្នេរខ្សាច់ដ៏ធំល្វឹងល្វើយព្រះថោងក៏បានយាងដើរលេងកម្សាន្តតែអង្អែងរំពេចនោះព្រះអង្គបានទតឃើញពន្លឺដ៏ចម្លែកមួយផុសចេញពីបាតសមុទ្រនោះជាអ្វីទៅពន្លឺអស្ចារ្យណាស់នោះគឺជាហ្វូងនាគរាជដែលតែងតែឡើងមកលេងកម្សាន្តនៅលើឆ្នេរខ្សាច់នៅរាត្រីព្រះច័ន្ទពេញបូមីក្នុងចំណោមនោះមានព្រះនាងនាគមួយអង្គព្រះនាមសោមាដែលមានសម្រស់ស្រស់សោភាលើសគេបានកាឡាខ្លួនជាមនុស្សគ្រាន់តែបានឃើញព្រះភ័ក្ត្រព្រះនាងភ្លាមព្រះថោងក៏លង់ស្នេហ៍ដកចិត្តមិនរួចមួយរំពេចព្រះថោងបានចូលទៅសំពះរាក់ទាក់និងសារសងស្នេហាជាមួយព្រះនាងដោយសេចក្តីស្មោះត្រង់តាមរយៈការសន្ទនាអ្នកទាំងពីរក៏បានយល់ចិត្តគ្នាហើយព្រះថោងបានសុំព្រះនាងរៀបអភិសេកជាគូស្វាមីភរិយាបេះដូងខ្ញុំប្រគល់ឲ្យព្រះនាងហើយសើព្រះនាងព្រមទទួលយកខ្ញុំជាស្វាមីដែរឬទេខ្ញុំម្ចាស់ព្រមតែព្រះអង្គត្រូវរងចាំនៅទីនេះខ្ញុំនឹងទៅទូលសុំព្រះបិតាខ្ញុំសិនព្រះនាងនាគបានលាព្រះថោងមួយរយៈដើម្បីចុះទៅឋានភុជង្គនាគវិញក្នុងបំណងទូលរឿងរ៉ាវស្នេហានេះដល់ព្រះបិតានៅឯឋាននាគដ៏ស្កឹមស្កៃព្រះនាងសូមាបានទូលរឿងគ្រប់យ៉ាងដល់ស្ដេចនាគព្រះអង្គមានប្រតិយចង់លបងមើលចិត្តព្រះថោងតើមនុស្សលោកនោះពិតជាមានចិត្តស្មោះត្រង់ចំពោះកូនមែនឬក្រាបទូលព្រះបិតាព្រះអង្គមានចិត្តបុណ្យនិងក្លាហានណាស់លុះដល់ថ្ងៃកំណត់ស្ដេចនាគបានយាងឡើងមកភពផែនដីដើម្បីជួបមុខព្រះថោងនិងរៀបចំពិធីរៀបអភិសេកការរៀបចំពិធីមង្គលការដ៏ធំបំផុតមិនធ្លាប់មានបានចាប់ផ្ដើមឡើងនៅលើកោះគោកធ្លកនេះជាប្រភពដើមនៃទំនៀមទម្លាប់ខ្មែរដែលកូនកំលោះត្រូវតោងស្បៃកូនក្រមុំចូលរោងជ័យដើម្បីកសាងនគរឲ្យបុត្រីស្ដេចនាគបានបឺតស្រូបទឹកសមុទ្ររួចបង្កបង្កើតឲ្យទៅជាទឹកដីដ៏ធំល្វឹងល្វើយទឹកដីថ្មីនេះត្រូវបានប្រសិទ្ធនាមថានគរភ្នំដែលជាអាណាចក្រដំបូងគេបង្អស់នៃដីគោកធ្លកនគរនេះនឹងក្លាយជាជម្រកនៃសេចក្តីសុខសម្រាប់មនុស្សគ្រប់គ្នាព្រះថោងបានដឹកនាំប្រជារាស្ត្រសាងសង់រាជធានីនិងរៀបចំច្បាប់ទម្លាប់គ្រប់គ្រងនគរយ៉ាងល្អប្រសើរប្រញាប់ឡើងបង្ហើចការងារឲ្យចប់មុនពេលយប់បាទមេទ័ពក្រោមការគ្រប់គ្រងរបស់ព្រះថោងនិងនាងនាគនគរភ្នំបានក្លាយជាអាណាចក្រដ៏សម្បូរសប្បាយនិងមានសន្តិភាពយូរអង្វែងសេចក្តីស្រឡាញ់របស់យើងបានផ្ដល់កំណើតដល់ប្រជាជាតិដ៏អស្ចារ្យមួយនេះហើយជារឿងព្រេងព្រះថោងនាងនាគដែលជានិមិត្តរូបនៃមហាគ្រួសារខ្មែរនិងជាដួងព្រលឹងនៃទឹកដីគោកធ្លករហូតមកដល់សព្វថ្ងៃ